បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះព្រែកប្រាបេតាហ្វាមបាទចេញវីដេអូខ្លីៗមួយទៀតបាទពាក់ព័ន្ធនឹងការថែត្រីនៅរដូវរងាបាទនៅរដូវរងានេះនៅសម្រាប់នៅប្រទេសខ្មែរបាទសម្រាប់ការថែត្រីនៅរដូវរងានៅក្នុងស្រុកខ្មែរនេះបាទថ្ងៃនេះខ្ញុំសូមបង្ហាញពីបច្ចេកទេសនិងកន្លឹះខ្លះៗសម្រាប់ឲ្យពុកម៉ែបងប្អូនយើងអ្នកចិញ្ចឹមត្រីបាទអ្នកលេងត្រីក្រឹមខំបាទក្នុងស្រុកយើងបាទជាពិសេសបាទសម្រាប់បងប្អូនក្មួយៗបាទក្មេងៗជំនាន់ក្រោយដែលគាត់មិនដែលបានបាទមិនមានបច្ចេកទេសសោះឬក៏បាទថ្មីដៃថ្មីបាទថ្ងៃនេះខ្ញុំចង់បញ្ជាក់ពីរបៀបធ្វើទឹកចិញ្ចឹមបាទនៅរដូវបាទនៅរដូវត្រជាក់សម្រាប់បងប្អូនដែលចិញ្ចឹមត្រីហើយគាត់ចេះតែឆ្ងល់ថាត្រីហេតុអីវារួញបាទវាអត់សូវអួតបាទថ្ងៃនេះបាទខ្ញុំសូមមកបើកបង្ហាញកលឹះខ្លះៗដែលអាចជួយជាដើមទុនបាទដើមទុនសម្រាប់ឲ្យបងប្អូនយើងបាទលេងត្រីហើយត្រីថែត្រីទៅវាអត់ឈឺបាទថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបនៃការធ្វើទឹកនៅរដូវរងានេះបាទសម្រាប់បងប្អូនដែលថែត្រីខំបាទគឺបងប្អូនកុំអាសាបិទវាពេកបាទបិទវាពេកទី1យើងអាសាបើកបាទបងប្អូនឃើញខាងនេះខ្ញុំបើកឃើញខ្ញុំបិទក្រហមនេះមែនប៉ុន្តែខ្ញុំបើកបាទខ្ញុំបើកចន្លោះប្រហែលជា10-20%ឲ្យវាឃើញគ្នាបងប្អូនណាឃើញទេបាទមានន័យថារបាំងក្រហមនេះគឺវាយើងមិនបិទចិត្តឲ្យលៀនសល់ដូចกระดาษខាងនេះទេបាទខាងនេះគឺយើងបិទចិត្តតែម្ដងប៉ុន្តែសម្រាប់ត្រីក្រឹមថែគឺយើងបើកទុកចន្លោះរបស់វា10ឬក៏20%បាទដើម្បីឲ្យវាឃើញគ្នាបាទឃើញគ្នាខ្លះសម្រាប់ត្រីដែលយើងថែត្រៀមខំបាទលេងសบายជាមួយនឹងបងប្អូនយើងបាទយើងបើកទុក10ទៅ20%ឲ្យវាឃើញគ្នាបាទហើយសម្រាប់ត្រីដែលយើងឡើងបាទដែលវាឡើងខ្លាំងហើយរួមវាដុះបាទដុះមិនតាន់ចិត្តល្អទេបាទគឺយើងបើកឲ្យវាអញ្ចឹងបាទបើកលាតប៉ុន្តែយើងទុកចន្លោះបងប្អូនឃើញខ្ញុំទុកចន្លោះបាទពីធ្នាប់ដៃហ្នឹងគឺឲ្យវាអួតបាទឲ្យវាអួតគ្នាច្រើនម៉ោងបាទហើយសម្រាប់កែវរបស់យើងកាលណាយើងប្រើកែវអំបែងបែបនេះគឺមិនខូចមាត់ហើយក៏អត់មានបាក់ថ្មិញដែរបាទមានបងប្អូនយើងច្រើនណាស់បាទដែលតែងតែនិយាយថាពេលដែលយើងបើកឲ្យវាអួតអញ្ចឹងធ្វើឲ្យត្រីនោះបាទខូចមាត់បាក់ថ្មិញបាទតាមពិតវាអត់មានជាវាមិនមែនជារឿងអញ្ចឹងទេបាទថ្ងៃនេះខ្ញុំបញ្ជាក់ប្រាប់បងប្អូនពីព្រោះបាទសម្រាប់ត្រីរបស់ខ្ញុំសាកល្បងរួចហើយខ្ញុំបានពិសោធន៍វារួចហើយបាទគឺត្រីបាទអត់មានខូចមាត់ឬក៏បាក់ថ្មិញដូចទៅនឹងអ្វីដែលមានបងប្អូនយើងមួយចំនួនគាត់បាននិយាយនោះទេបាទសម្រាប់យើងប្រើកែវអំបែងប៉ុន្តែសូមបញ្ជាក់បើសិនជាបងប្អូនប្រើកែវជ័របាទកែវជ័រកណ្ដុងជ័រគឺខូចបាទខូចមាត់ហើយខូចទាំងថ្មិញទៀតបាទអាហ្នឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនអញ្ចឹងប៉ុន្តែបើបងប្អូនប្រើកែវអំបែងបែបនេះបាទគឺមិនងាយទេបាទអត់ខូចមាត់តែម្ដងបាទហ្នឹងហើយតែបើសិនជាយើងដាក់គៀកបាទបើយើងដាក់អឹបកែវហ្នឹងយើងដាក់អឹបគ្នាគឺត្រីវាខំបាទវាខំកាលណាវាខំវាអាចហើមមាត់បាទហើមមាត់ស្ពុលតែម្ដងប៉ុន្តែបើឲ្យបាក់ថ្មិញវាអត់បាក់ទេបាទវាអត់បាក់ថ្មិញទេពីព្រោះថ្មិញត្រីកាលណាវាខំចូលក្នុងកែវគឺវាល្អិលបាទឬក៏វាកលាច់គឺវាខំអត់ជាប់ទេអញ្ចឹងអ្វីដែលវាមានបញ្ហាគឺវាបុកកាលណាវាបុកគឺវាហើមមាត់បាទនេះហើយជាអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបាទហើយសម្រាប់ការធ្វើទឹកចិញ្ចឹមបាទទឹកចិញ្ចឹមសម្រាប់យើងរដូវខែត្រជាក់ខែអីចេះគឺយើងដាច់ខាតយើងត្រូវប្រើស្លឹកឆ័ត្រទី1ស្លឹកឆ័ត្ររបស់យើងនឹងស្អាតបាទហើយបើបងប្អូនមានស៊ីសៀតរឹតតែល្អប៉ុន្តែខ្ញុំណែនាំមិនឲ្យប្រើស៊ីសៀតទៀតទេបងប្អូនណាខ្ញុំចង់ឲ្យបងប្អូនបាទរៀនប្រើអ្វីដែលជារបស់ខ្មែរបាទពីព្រោះស៊ីសៀតហ្នឹងភាគច្រើន99%គឺយកពីថៃមកបងប្អូនតាមដែលខ្ញុំដឹងខ្មែរយើងគឺមិនមានផលិតស៊ីសៀតទេបាទតាមដែលខ្ញុំធ្លាប់ស្រាវជ្រាវថាតើខ្មែរយើងមានបាទមានអ្នកផលិតស៊ីសៀតលក់នៅខេត្តណាឬក៏នៅតំបន់ណាគឺអត់មានទេបងប្អូនបាទអញ្ចឹងស៊ីសៀតខ្ញុំសូមនិយាយថា99%បើសិនជាខ្ញុំស្រាវជ្រាវទៅអត់អស់ខ្ញុំទុក1%បាទសម្រាប់ឲ្យបងប្អូនអាចខមមិនប្រាប់បានថាបើសិនជានៅតំបន់ខ្មែរយើងនៅកន្លែងណាមានផលិតឬក៏ធ្វើជាសិប្បកម្មបាទផលិតស៊ីសៀតបាទខ្ញុំនឹងចុះទៅដល់ផ្ទាល់ដើម្បី
ผลิตโยรูปเพียบก็โดยเชียบ่าจองสไปโยแปะปอนการผลิตซีเซียดดำใบจิงจำไตรบ่าตามได้ไว้เด็กยมดังขมายเยอะเมียนประเภทดาวมวยได้แก่หายถัดดาวแปรพนึดาวแปรพนึนั่งบองปอนอาโยมาปลาสำหรับจุ่มนัวซีเซียดบ่าให้เมียนลวดนั่นเลยตีซาเยอะมาโดยเจ็บซาโอริซเยนั่งมาบองปอนอาแต่เชียวtớiชั่วโมงถัดดาวแปรพนึคือเวียเมียนดมบ่เวียบ่าดมจงเชียวประเภทดมหรือเชื่อบ่านั่งยังอาโยมาปลาจุ่มนัวซีเซียดบ่าปันได้เบอร์ซันจียังធ្វើជាសិប្បកម្មសរសៃស៊ីសៀតនៅស្រុកខ្មែរគឺដូចជាមិនមានទេបងប្អូនបាទអញ្ចឹងការអ្វីដែលខ្ញុំចង់បង្ហាញនេះខ្ញុំចង់ឲ្យបងប្អូនបាទគឺយើងប្រើបាទយើងប្រើអ្វីដែលងាយចិញ្ចឹមត្រីបានល្អហើយងាយខ្ញុំអត់ចង់ឲ្យបងប្អូនចំណាយលុយទៅទិញស៊ីសៀតពីប្រទេសគេជាពិសេសគឺប្រទេសចៅសៀមបាទមិនចង់ឲ្យបងប្អូនពាក់ព័ន្ធយកត្រីចេញពីប្រទេសហ្នឹងឬក៏សម្ភារៈត្រីចេញពីប្រទេសហ្នឹងទៀតទេបាទអ្វីដែលខ្ញុំនិយាយនេះថ្ងៃនេះគឺជាថ្ងៃទី23ហើយបាទនៅក្នុងសង្គ្រាមរយៈពេល15ថ្ងៃដែលខ្មែរយើងកំពុងតែរងការឈ្លានពានពីប្រទេសថៃប្រទេសសៀមចៅសៀមបាទក្នុងនាមខ្ញុំជាបាទពលរដ្ឋខ្មែរបាទខ្ញុំចង់បញ្ចេញមតិនៅក្នុងវីដេអូនេះខ្លះបាទដើម្បីជាសារមួយដាស់តឿនដល់បងប្អូនកូនក្មួយទាំងអស់បាទបងប្អូនយុវជនទាំងអស់បាទនៅក្នុងការលេងត្រីក្រឹមបាទយើងមានធនធានល្អជាងសៀមទៅទៀតបងប្អូនបាទបងប្អូនប្រើស្លឹកឆាត់តែអំបិលគ្រួសឬក៏បងប្អូនអាចចិញ្ចឹមទឹកស្តុកទឹកសយើងធម្មតាក៏បានដែរបាទមិនចាំបាច់ប្រើថ្នាំឬក៏សម្ភារៈផ្សេងពីស្រុកគេស្រុកអីទេបើបងប្អូនអាចផលិតអ្វីដែលជារបស់ខ្លួនឯងបានខ្ញុំគ្រប់គ្រងបាទខ្ញុំគ្រប់គ្រងបាទហើយខ្ញុំនឹងព្យាយាមជួយសម្រាប់បងប្អូនយើងដែលគាត់ផលិតអ្វីដែលជារបស់ខ្លួនឯងបានសម្រាប់ខ្ញុំក៏ខ្ញុំមានផលិតខ្លះដែរបងប្អូនប៉ុន្តែអ្វីដែលមិនទាន់ច្បាស់លាស់ធ្វើវាមិនទាន់មានຂະຫນាតក្រមស្តង់ដារគឺខ្ញុំអត់ទាន់សូរឬក៏បង្ហាញបងប្អូនទេបាទដូចជាពាក់ព័ន្ធការធ្វើជាទឹកថ្នាំត្រីផ្សេងបាទគឺខ្ញុំមានប៉ុន្តែខ្ញុំបាទមិនទាន់ផលិតវាចេញជាស្តង់ដារមួយទេបាទអញ្ចឹងគ្រាន់តែជាសារមួយបាទចង់បង្ហាញតែបងប្អូនថាការចិញ្ចឹមត្រីនៅរដូវត្រជាក់នេះបងប្អូនប្រើស្លឹកឆាត់ដែលយើងហាលស្ងួតល្អចាស់ល្អបាទយើងប្រើវាទៅជាមួយនឹងអំបិលគ្រួសតែប៉ុណ្្នឹងហើយយើងអាសាបើកឲ្យវាអួតអញ្ចឹងគឺត្រីរបស់យើងហ្នឹងវាអត់សពូនវាអត់នេះទេវាអត់ក្តោបអត់អីទេបាទវាអត់ឈឺបាទហ្នឹងហើយអរគុណបាទអរគុណវីដេអូនេះខ្ញុំចង់និយាយឲ្យនឹងបង្ហាញតែប៉ុណ្្នឹងទេជូនពរបាទជូនពរបងប្អូនយើងបាទហើយជួបគ្នានៅវីដេអូក្រោយបាទខ្ញុំនឹងព្យាយាមថតនៅអ្វីដែលល្អអាចចែកម្លែកបទពិសោធន៍ដល់ពុកម៉ែបងប្អូនទាំងអស់ទុកគ្រាន់ជាចំណេះដឹងក៏ដូចជាបាទមូលដ្ឋានខ្លះក្នុងការចិញ្ចឹមត្រីក្រឹមខាំអរគុណជម្រាបលាបាយ